បាទសួស្តីបងប្អូនបាទថ្ងៃនេះខ្ញុំមកធ្វើវីដេអូនឹងលើក comment បងប្រុសម្នាក់ដែលគាត់ឆាតនៅក្នុង page គាត់សួរខ្ញុំពាក់ព័ន្ធនឹងទាំងរងនោមបាទអធិស្ឋានគាត់មានបញ្ហារលាកដល់រងនោមធ្ងន់ធ្ងរបងប្អូនបាទហើយត្រង់នេះដែរក៏ខ្ញុំសូមលើកបើកវងកញ្ចក់បន្តិចណាបងប្អូនបាទពាក់ព័ន្ធនឹងថ្នាំតម្រងនោមគឺវាមានច្រើនប្រភេទបាទបងប្អូនខ្លះគាត់ប្រើប្រភេទនោះត្រូវបងប្អូនខ្លះគាត់ប្រើប្រភេទនេះត្រូវអញ្ចឹងណាបាទហើយថ្ងៃនេះក៏ខ្ញុំលើកបាទថ្នាំមានតែ2មុខទេនេះបាទថ្នាំ2មុខហ្នឹងគឺទី1គឺដើមពេញប៉ោះស្រោមបាទទី2គឺដើមអំពិលប្រក់ផ្លែបាទមានតែ2មុខហ្នឹងទេអញ្ចឹងវិធីប្រើប្រាស់និងវិធីធ្វើគឺបងប្អូនត្រូវតែរកដើមពេញប៉ោះស្រោមបាទហើយនឹងដើមអំពិលប្រក់ផ្លែហ្នឹងបាទព្រោះខែនេះក៏អត់ទាន់អស់ដែរនៅមានទេបងប្អូនបាទអញ្ចឹងក៏បងប្អូនដកវាយកមកដកទាំងរឹសណាបងប្អូនបាទទាំងរឹសបងប្អូនដកមកយកលាងទឹកលាងអីឲ្យស្អាតរួចហើយបងប្អូនយកទៅហាលទៀតផ្សោតបងប្អូនត្រូវតែហាលក្នុងមួយលុបណាបាទហាលនោះហាលថ្ងៃបាទហាលឲ្យស្ងួតឲ្យក្រៀមអញ្ចឹងទៅហើយបងប្អូនយកចំនួនកម្រិតបាទបើតាមក្បួនថ្នាំខ្មែរគេឲ្យដាក់20ក្រាមក្នុងមួយមុខអញ្ចឹងគឺ20ក្រាមបើអញ្ចឹងយើងគឺថ្លឹងអត់ដឹងទេបាទងាយយល់គឺបងប្អូនយកមួយក្តាប់ដៃមកក្នុងមួយមុខបាទពេញប៉ោះមួយក្តាប់ដើមអំពិលប្រក់ផ្លែមួយក្តាប់បាទហើយទឹកយើងដាក់ដាំគឺចំនួនបាទ2លីត្រកន្លះណាបងប្អូននៅក្នុងមួយកំសៀវបាទហើយបងប្អូនទទួលទានក្នុងមួយកំសៀវហ្នឹងឲ្យអស់ទៅមិនក្នុងមួយថ្ងៃហ្នឹងបាទក្នុងមួយថ្ងៃមួយកំសៀវបងប្អូនហូបឲ្យអស់បាទបងប្អូនហូបពេលណាក៏បានដែរមិនថាក្រោយអាហារឬក៏មុនអាហារទេអញ្ចឹងក៏វាជួយឲ្យតរងនោមយើងបាទការរលាកហ្នឹងក៏វាជួយផ្សះមកវិញអញ្ចឹងណាបាទហើយបញ្ជាក់បងប្អូនណាបាទមិនមែនប្រើត្រឹមកំសៀវ2កំសៀវវាធូរទេបងប្អូនព្យាយាមតិចណាបាទចាប់ពីមួយអាទិត្យឡើងបាទនឹងមានសង្ឃឹមគឺបងប្អូនប្រើទៅគឺមានអ្នកជាច្រើនណាស់ពាក់ព័ន្ធនឹងទាំងរងនោមថ្នាំដែលខ្ញុំប្រាប់2មុខហ្នឹងណាបាទហើយប្រភេទថ្នាំមួយទៀតបងប្អូនមាន2មុខមួយមុខទៀតដើមក្បាលរុយហើយនឹងទន្ទានខែកឈ្មោលណាបាទអា2ហ្នឹងក៏បានដែរបាទអញ្ចឹងថ្ងៃនេះខ្ញុំលើកយកតែពេញប៉ោះស្រោមហើយនឹងដើមអំពិលប្រក់ផ្លែទេណាបងប្អូនបាទអញ្ចឹងវីដេអូមុនខ្ញុំធ្លាប់ធ្វើបទបង្ហាញម្ដងដែរអញ្ចឹងបាទវិធីប្រើប្រាស់ដូចខ្ញុំរៀបរាប់ពីខាងលើអញ្ចឹងណាបងប្អូនបាទអញ្ចឹងសង្ឃឹមថាបងប្អូនទាន់បាទ